ភាពសោកសៅមានសេចក្តីសុខមានសេចក្តីទុក្ខមាននេះទើបហៅថាវាវត្តសង្សាររបស់សត្វលោកគ្មានបុគ្គលណាដែលកើតឡើងក្នុងជាតិកំណើតជាមនុស្សជួបតែសុខមិនមានទុក្ខនោះទេព្រោះលោកធម៌ទាំង8យ៉ាងដូចយើងបានដឹងបានជ្រាបហើយតាថាទុក្ខសុខសរសើរនិន្ទាស្អប់ស្រឡាញ់មានយុះអត់យុះមានលៀបអត់លៀបទាំង8ប្រការនេះគឺមនុស្សរែងត្រូវជួបគ្រប់គ្នាចឹងហើយយើងក៏បីជ្រាបត្រង់ចំណុចនេះហើយយកទៅគិតឲ្យឃើញពីបច្ច័យរបស់ហេតុទាំងឡាយនេះទើបយើងមិនសោកសៅមិនជាប់ជាប់ពេកជីវិតលោកទាំងឡាយមិនមែនរស់ព្រោះអាស្រ័យខ្ញុំកណាទេឬអាស្រ័យបុគ្គលណាម្នាក់ឬអាស្រ័យអតិថិណាម្នាក់ទេជីវិតលោកទាំងឡាយរស់នៅបានអាស្រ័យបុណ្យដែលលោកទាំងឡាយបានសាងមកហើយជាបច្ច័យញ៉ាំលោកទាំងឡាយបាននៅជីវិតដែលលោកនិរាសប្រត់ប្រាស់ស្លាប់ចាកចោលគ្នានេះទៅក៏មិនមែនជាកំហុសរបស់ខ្ញុំកណាខ្ញុំមិនមែនជាកំហុសរបស់សាច់ញាតិមិនមែនជាកំហុសរបស់អតិថិអង្គណាទេតែជាការអស់ទៅត្រូវទ្រទ្រង់ជីវិតយើងឲ្យរស់បន្តទៅមានការជ្រេដោយវ័យមានការជ្រេដោយបុណ្យជាដែរមានសភាពយ៉ាងនេះទើបលោកទាំងឡាយក៏បីត្រេះរិះដោយឧបាយដ៏ល្អយ៉ាងនេះហើយទើបជារឿងដែលយើងទាំងអស់គ្នាក៏បីប្រឹងប្រែងធ្វើខ្លួនយើងឲ្យល្អផូរផង់ជាជាងទៅចាប់ទោសកំហុសអ្នកដទៃឬជាជាងទៅខ្វល់ខ្វាយអំពីសុខទុក្ខអ្នកដទៃមនុស្សបានជួបនៅវេទនាជាសុខខ្លះវេទនាជាទុក្ខខ្លះព្រោះអាស្រ័យវិបាករបស់កម្មព្រះដែលមានពាក្យព្រះអង្គសម្ដែងដាស់តឿនយើងរាល់គ្នាទាំងឡាយហើយតើថាលោកទាំងឡាយកើតមកមានកម្មជាបច្ច័យកម្មជាពូជកម្មជាផៅពងកម្មជាទាយានលោកទាំងឡាយជាអ្នកមានកម្មជាទាយានស្នងឲ្យយើងពីមួយជាតិទៅមួយជាតិដូចជាការស្នងទៅនៅមរតកទោះតែយើងចង់ប្រកែកគ្មានសិទ្ធិបដិសេធព្រោះកម្មនេះជាទាយានសម្រាប់យើងរាល់គ្នាទៅហើយព្រះដែលមានវិភាកព្រះអង្គពួលយ៉ាងនេះហើយដាស់តឿនយើងយ៉ាងនេះហើយរាល់គ្នាយើងក៏បីទាំងឡាយពិចារណានៅផលនិងវិបាករបស់កម្មនេះដើម្បីជាសទ្ធានៅក្នុងសាសនាព្រោះបុគ្គលជាពុទ្ធសាសនិកក៏បីព្រមដោយសទ្ធា4យ៉ាងជឿកម្មជាវិបាករបស់កម្មជាផលរបស់កម្មជាលើព្រះដ៏មានពុទ្ធត្រាស់ដឹងកាលណាយើងទាំងឡាយប្រកបដោយសទ្ធាទាំងឡាយ4យ៉ាងនេះហើយយើងទាំងឡាយក៏បីញ៉ាំងសតិខ្លួនឲ្យរឿយជាប់តែនៅក្នុងសេចក្តីបរិវិតកៈគ្រប់ព្រះអង្គគ្រប់គ្នាថាកម្មទាំងឡាយកាលណាយើងសាងទៅហើយទោះល្អក្តីអាក្រក់ក្តីតូចក្តីធំក្តីកម្មនេះនឹងមិនរត់ចោលយើងទេកម្មនេះប្រកបណាស់ថានឹងតាមមកឲ្យផលដល់យើងក្នុងថ្ងៃណាមួយឲ្យខណ្ឌតែបានលោកទាំងឡាយបើលោកទាំងឡាយមើលឃើញពីទោសរបស់កម្មម្លោះលោកទាំងឡាយនឹងមិនហ៊ានសាងនៅកម្មអាក្រក់ដែលជាកម្មដល់លិមោជាកម្មថោកទាបជាកម្មញ៉ាំង
នៅវិបាកបដិសន្ធិរបស់សត្វឲ្យចុះទៀបទៅឲ្យទ្រាំទៅនៅក្នុងអបាយភូមិមាននរកប្រែដេរឆានអសុរកាជាដែរលោកទាំងឡាយហើយផលរបស់កម្មគឺពិតប្រកបជាក់ស្ដែងព្រោះសភាពយ៉ាងនេះទើបលោកទាំងឡាយក៏បីយកបតិរបស់លោកទាំងឡាយទៅពិចារណាបន្តិចក្រឡេកមើលសិនថាកម្មដែលលោកទាំងឡាយគឺអំពើដែលលោកទាំងឡាយកំពុងធ្វើក្នុងកាលជាបច្ចុប្បន្ននេះតើអំពើនោះនឹងញ៉ាំងប្រយោជន៍អ្វីក្នុងលោកីយវិស័យនិងលោកកតរវិស័យដល់លោកទាំងឡាយបើកម្មទាំងឡាយនោះជាកម្មថោកទាបលិមួកជាកម្មដែលសពរោះទាំងឡាយស្អប់ខ្ពើមជាកម្មដែលមនុស្សទេវតាទាំងឡាយរមែងមិនរាប់អានជាកម្មដែលបណ្ឌិតទាំងឡាយរមែងមិនពោលសរសើរតែលោកទាំងឡាយប្រឹងសាងដើម្បីប្រយោជន៍អ្វីដើម្បីប្រយោជន៍អ្វីហេតុណាបច្ច័យណាទើបញ៉ាំងឲ្យលោកទាំងឡាយស្រឡាញ់ពេញចិត្តក្នុងការសាងនៅកម្មនោះព្រោះលោកទាំងឡាយមិនបានពិចារណាឲ្យឃើញពីឫសគល់នៃកម្មនោះទេលោកទាំងឡាយយើងទាំងឡាយកើតមកអាស្រ័យអវិជ្ជាជាដើមអាស្រ័យអវិជ្ជាជាពុយគ្រប់គ្នាមិនថាយើងកើតក្នុងត្រកូលណាជាតិណានៅក្នុងខណៈណាពេលណាឬទីកន្លែងណាទេកាលដែលកើតមកនេះព្រោះអាស្រ័យទៅអវិជ្ជាបដិសន្ធិឲ្យយើងមានជាតិកំណើតអាស្រ័យក្នុងភពនៅក្នុងកាមាវចរៈមិនអាចមានអ្នកណាមួយងាយនឹងស្ទុះទៅអន្ទងទៅឲ្យផុតអំពីចំណងភពនេះទេព្រោះអាស្រ័យនៃអវិជ្ជាកាលណាមានជាតិកំណើតហើយភាពចង់ចំណងគឺតណ្ហាទាំងឡាយរមែងចងសัตว์ឲ្យជាប់នៅក្នុងចំណងនេះជាទ្រឹស្ដីជាការពង្រៀនជាពុទ្ធដីកាដែលព្រះធម្មពុភាដែលលោកអ្នកប្រាជ្ញទាំងឡាយដែលព្រះអរហន្តទាំងឡាយលោកតែសម្ដែងពោលដាស់តឿនយើងដល់គ្នាអាស្រ័យដោយហេតុនេះហើយយើងបីមានពេលណាមួយទៅអង្គុយក្នុងទីស្ងាត់ព្រោះលោកទាំងឡាយសត្វខ្លាកាលណាចំចាប់នៅសត្វមរឹករមែងទៅពួនសំងំក្នុងកំពូលព្រៃហើយរក្សាភាពស្ងៀមស្ងាត់សត្វខ្លានោះរមែងចាប់សត្វមរឹកបានដោយងាយស្រួលយ៉ាងណាមិញយើងទាំងឡាយបើយើងទាំងឡាយច្របូកច្របល់ដោយពួកគណៈច្របូកច្របល់ដោយបញ្ហាសង្គមច្របូកច្របល់ដោយពាក្យសរសើរពាក្យនិន្ទាពាក្យបន្ទុះពាក្យតគោះពាក្យពិរោះពាក្យផ្អែមពាក្យលួងពាក្យលោមបដរាបណាយើងទាំងឡាយនៅជាប់ជំពាក់នៅវង្វេងនៅត្រេកត្រអាលជាមួយនឹងការសរសើរការលើកតម្កើងការបរិបូរដោយលៀបការបរិបូរដោយយសជាដើមយើងទាំងឡាយម្លោះនឹងមិនមានពេលទៅពិនិត្យមើលបច្ច័យរបស់ចិត្តខ្លួនឯងដែលកើតឡើងប្រចាំថ្ងៃមិនបានដឹងថាចិត្តនោះជាកុសលឬជាអកុសលទេទើបខ្ញុំប្រកាសថាខ្ញុំសូមលើកនៅពាក្យទាំងនេះមកដាស់តឿនសតិលោកទាំងឡាយលោកទាំងឡាយក៏បីរកទីស្ងាត់លោកទាំងឡាយក៏បីពិចារណានៅកាយក្នុងកាយលោកក៏បីពិចារណានៅផលវិបាករបស់កម្មព្រោះបើលោកទាំងឡាយមិនស្គាល់នៅវិបាករបស់កម្មទេលោកទាំងឡាយរមែងរកទីពឹងខុសលោកទាំងឡាយរមែងជាប់ដោយទិដ្ឋិលោកទាំងឡាយរមែងជាប់ដោយការប្រកាន់ពួកនិងកណៈនោះភាពវឹកវរក្នុងជាតិវិរិយធម៌ទាំងឡាយរមែងមានមិនចេះចាប់មិនចេះហើយទេលោកទាំងឡាយហើយលោកទាំងឡាយមិនគប្បីសាងនៅវិរិយធម៌ដែលជាកម្មនាំសត្វឲ្យជាប់ជំពាក់នាំសត្វឲ្យសោយទុកក្នុងអបាយភពមាននរកប្រែតដេរឆានជាដើមលោកទាំងឡាយគប្បីរលាស់ចោលនៅវិរិយធម៌បុគ្គលទាំងឡាយកាលដែលសាងនៅកំហុសក្តីកាលដែលសាងនៅភាពត្រឹមត្រូវក្តីគឺជារឿងរបស់បុគ្គលសុទ្ធសាធមិនគប្បីយើងទៅជឿឆ្អែលមិនគប្បីយើងទៅយកខ្លួនឲ្យជាប់ជំពាក់ដោយកម្មដែលជាទង្វើរបស់ពួកជននោះទេលោកទាំងឡាយផលរបស់កម្មសុក្រិតណាស់
ផលរបស់កម្មរមែងឲ្យផលដល់សត្វទាំងឡាយយ៉ាងពិតប្រាកដទោះយើងចង់កិច្ចវេះរត់ពួនសំងំដល់ទីណាក៏ឈ្មោះថាយើងរិចរត់មិនផុតកិច្ចមិនផុតអំពីចំណងនៃកម្មដែលជាបច្ច័យអន្តងទៅស្ទុះទៅតាមយើងរាល់គ្នាទេលោកទាំងឡាយតែងតែស្រែករកនៅផលផ្លែផ្កាឬក៏គ្រាប់ពូជអំពីខ្ញុំវកណាក្តីអំពីទីសំណាក់អាចារ្យផ្សេងក្តីអំពីលោកអ្នកប្រាជ្ញផ្សេងក្តីលោកទាំងឡាយតែងសួររកផលរកផ្លែរកផ្កាអំពីសំណាក់ខ្ញុំកណាពីសំណាក់គ្រូអាចារ្យអំពីសំណាក់ព្រឹទ្ធាចារ្យឧទ្ទេសអាចារ្យឬធម្មអាចារ្យដទៃតែពេលនេះខ្ញុំបកណាខ្ញុំនឹងមិនបេះផ្លែមិនបេះផ្កាយកមកជូនលោកទាំងឡាយទេតែខ្ញុំបកណាខ្ញុំនឹងចំអុលដើមឲ្យលោកទាំងឡាយបានឃើញលោកទាំងឡាយគប្បីទៅមើលថែខ្លួនឯងចោះលោកទាំងឡាយគប្បីទៅស្រោចទឹកដាក់ជីឬក៏បេះឬក៏សោយនៅផលនៃផ្លែផ្ការបស់លោកទាំងឡាយដោយខ្លួនឯងចោះលោកទាំងឡាយឯងព្រះធម៌ក្តីព្រះវិន័យក្តីដែលព្រះដ៏មានពភាកព្រះអង្គសម្ដែងហើយទុកជាគ្រូការសិក្សារៀនសូត្រនៅព្រះត្រៃបិដកក្តីនៅព្រះអដ្ឋកថាក្តីព្រះអង្គតែងតែទូលមានហេតាព្រះអង្គតែងតែប្រកាសហេតាថាមនាលសាមណៈព្រាហ្មណ៍ទាំងឡាយព្រះអង្គមិនដែលពោលដាច់ដេតីពីគ្នាទេសាមណៈគឺជាសាមណៈព្រាហ្មណ៍គឺជាព្រាហ្មណ៍ពួកទាំងអស់នោះគណៈទាំងអស់នោះសឹកតែជាអ្នកមាននៅកុសលចេតសិកទើបមានឈ្មោះថាជាសាមណៈសឹកតែជាអ្នកមានកុសលចេតសិកក្នុងចិត្តទើបមានឈ្មោះថាជាព្រាហ្មណ៍លោកទាំងឡាយគប្បីកុំប្រឆាំងកុំប្រទុះគ្នាដោយពួកដោយគណៈឡើយព្រោះទាំងវើនេះជាទាំងវើដែលសពបរោះទាំងឡាយលោកមិនសរសើរទេទោះយើងស្ថិតក្នុងគណៈណាស្ថិតក្នុងកលៈទេសៈណាក្តីយើងគប្បីធ្វើខ្លួនឲ្យជាបុគ្គលមាននៅអធ្យាស្រ័យគប្បីធ្វើខ្លួនឲ្យជាបុគ្គលមាននៅវិចារផ្អែមត្រជាក់គប្បីធ្វើខ្លួនឲ្យជាបុគ្គលដែលត្រជាក់លោកទាំងឡាយគប្បីកុំក្តៅគប្បីកុំរវើរវាយនៅក្នុងអារម្មណ៍ព្រោះតែការគិតការភ័យឬការស្អប់ការស្រឡាញ់ណាមួយនោះទង្វើទាំងអស់នោះមិនមែនជាហេតុមិនមែនជាឱកាសមិនមែនជាបច្ច័យឲ្យយើងទាំងឡាយបានដល់នៅសេចក្តីសុខទេយើងទាំងឡាយគប្បីចេះស្វែងរកនៅសេចក្តីសុខដែលកើតឡើងពីចិត្តសន្តានរបស់យើងលោកទាំងឡាយតែងតែគិតខុសថាសេចក្តីសុខរបស់លោកទាំងឡាយនៅនឹងទ្រព្យសម្បត្តិសេចក្តីសុខរបស់លោកទាំងឡាយនៅនឹងញាតិមិត្តសេចក្តីសុខរបស់លោកទាំងឡាយនៅនឹងមនុស្សជាទីស្រឡាញ់សេចក្តីសុខរបស់លោកទាំងឡាយនៅនឹងការមិនមានរោគតែសេចក្តីសុខទាំងអស់នោះសឹកតែទីតីក្រៅអំពីសេចក្តីសុខពិតទេព្រះដ៏មានពភាកព្រះអង្គពោលសម្ដែងព្រះអង្គប្រកាសប្រាប់យើងរាល់គ្នាហើយថាសេចក្តីសុខដតីក្រៅអំពីសេចក្តីស្ងប់នោះមិនមានឡើយសេចក្តីស្ងប់នោះទៀតសោតមិនកើតឡើងពីពួកគណៈណាទេសេចក្តីសុខនោះគឺកើតឡើងពីយើងរាល់គ្នាសេចក្តីសុខរមែងកើតឡើងអំពីចិត្តរបស់យើងនឹងឯងក៏បីយើងយកពេលយកឱកាសទៅពិនិត្យទៅវិច័យអំពីចិត្តរបស់យើងថាចិត្តរបស់យើងមាននៅសេចក្តីស្ងប់បានប៉ុណ្ណាហើយចិត្តរបស់យើងមិនមាននៅសេចក្តីប្រទុះបានប៉ុណ្ណាហើយសេចក្តីសុខរបស់យើងមិនមាននៅក្នុងវត្ថុដតីក្រៅអំពីចិត្តដែលមានសេចក្តីស្ងប់នឹងទេអាស្រ័យហេតុដូច្នេះសូមឲ្យលោកទាំងឡាយពិនិត្យពិច័យឲ្យមែនទែនអំពីចិត្តរបស់ខ្លួនព្រោះបើលោកទាំងឡាយរវល់តែយកចិត្តរបស់លោកទៅចាប់ទោសកំហុសទៅមើលបំណាំអ្នកដទៃនោះចិត្តរបស់យើងយូរមិនឆាប់នឹងទាញទៅតោងជាប់តែក្នុងអកុសលកម្មដែលជាកម្មរបស់បុគ្គលដទៃសាងសោះ
តែយើងយកចិត្តឲ្យទៅជំពាក់ឲ្យទៅវគ្គវិនគ្នាជាមួយនឹងកម្មដែលបុគ្គលដតីបានធ្វើនោះលោកទាំងឡាយដែលឃើញអនុមោទនាគាថាទេលោកទាំងឡាយដតីជាសប្បុរសលោកទាំងឡាយបានប្រកាសនៅបុណ្យហើយផ្សាយនៅបុណ្យនោះជាសកលទេវតាទាំងឡាយក៏អនុមោទនាមនុស្សទាំងឡាយក៏អនុមោទនាផលអនុមោទនានោះកើតឡើងពីចិត្តដែលត្រេកអរចំពោះកុសលកម្មដែលបុគ្គលពួកនោះក្រុមនោះបានធ្វើហើយកុសលនោះក៏បានផ្សាយមកដល់ខ្លួនឯងធ្វើខ្លួនឯងបានប្រកបដោយចេតនាគឺបុណ្យនោះញ៉ាំងបុគ្គលឲ្យបានកើតក្នុងសុគតិភពមានសួគ៌ទេវលោកជាដើមតែអកុសលចិត្តក៏មានសភាពដូចគ្នាយ៉ាងនោះដែរបើយើងជាសប្បុរសបើយើងជាបុគ្គលឆ្លៀសយើងក៏បីកុំយកចិត្តរបស់ខ្លួនទៅឲ្យជាប់ជំពាក់ជាមួយអកុសលកម្មរបស់បុគ្គលផងដទៃព្រោះកុសលដែលបុគ្គលបានធ្វើมันអាចផ្សាយដល់យើងបានទេបើយើងមិនមានសេចក្តីត្រេកអរជ្រះថ្លាក្នុងនោះអកុសលកម្មដែលបុគ្គលពួកក្រុមគណៈបានធ្វើក៏មិនអាចផ្សាយមកដល់យើងបានដែរបើយើងមិនយកចិត្តឲ្យជាប់ជំពាក់ជាមួយនឹងអកុសលនោះលោកទាំងឡាយភ្លើងឆេះហើយយើងដូចយើងគ្រប់គ្នាសឹកតែជាអស់បើយើងនាំគ្នាយកអស់ទៅរិញក្នុងភ្លើងយូរមិនឆាប់ផេះនឹងកើតមានអស់ដែលមានទៀតហើយព្រោះកាលដែលអកុសលកើតឡើងក្តីរឿងទាំងឡាយកើតឡើងក្តីក្នុងសង្គមក្តីក្នុងហេតុបច្ចុប្បន្នក្តីរឿងទាំងអស់ប្រៀបបីដូចជាភ្លើងយើងម្នាក់សឹកតែជាអស់សឹកតែជាកូនមមាញហើយបើយើងនាំគ្នាហើរចូលតែភ្លើងឬក៏រុញអស់បន្ថែមចុងក្រោយភ្លើងឆេះល្អតែអស់នឹងខ្ទេចទៅសូន្យទៅចុងក្រោយនៅសល់តែផេះហើយយើងទៅចំណេញអ្វីពីផេះហ្នឹងនៅយូរមិនឆាប់គុំមានមហាខ្យល់ឯណាបក់ផេះហ្នឹងប៉ើងទៅកើតជាទលីទៅរសាត់អណ្ដែតក្នុងលំហរកតែទីតាំងនៅរបស់ផេះនោះមិនឃើញហេតុក៏មាននៅប្រការយ៉ាងនេះដូចគ្នាដែរថាបើលោកទាំងឡាយជាប់ជំពាក់រវល់តែក្នុងរឿងពួកគណៈក្រុមរវល់តែក្នុងរឿងដែលជាអកុសលរបស់អ្នកដទៃតើពេលណាមកណាយើងនឹងរកសេចក្តីស្ងប់ឲ្យខ្លួនឯងបានហើយបើយើងរកសេចក្តីស្ងប់មិនបានអំពីខ្លួនយើងទេយើងទៅស្រែកអង្វរទេវតាឬស្រែកអង្វរអ្នកដទៃឯណាដែលអាចឲ្យសេចក្តីសុខមកដល់យើងគ្រប់ពេលនោះព្រោះសេចក្តីសុខរបស់យើងយ៉ាងច្រើនគេអាចឲ្យយើងបានត្រឹមតែមួយថ្ងៃហ្នឹងមួយពេលហ្នឹងមួយគណៈហ្នឹងពេលដែលយើងត្រូវការចុះអ្នកណានឹងនៅចាំឲ្យសេចក្តីសុខនោះឲ្យតម្រូវការរបស់យើងនោះបានគ្រប់ជ្រុងជ្រោយគ្រប់ពេលវេលានោះគឺមិនមានទេវាទាល់តែយើងខ្លួនឯងបង្កើតសេចក្តីសុខដែលចេញពីសន្តានរបស់យើងខាងក្នុងគឺចិត្តដែលបានស្ងប់រងាប់ទៅមិនជាប់ជំពាក់ដោយពួកគណៈមិនជាប់ជំពាក់ដោយអកុសលរបស់អ្នកដទៃព្យាយាមពិនិត្យវិจัยលើចិត្តរបស់ខ្លួនបានមើលឃើញចិត្តរបស់ខ្លួនហើយថាចិត្តរបស់ខ្លួនផូរផង់ទៅបានប៉ុណ្ណាហើយស្ងប់រងាប់ទៅបានប៉ុណ្ណាហើយអស់ទោសៈមូលចិត្តអស់លោភៈមូលចិត្តអស់ភាពចំណែនជ្រាបនេះទៅបានប៉ុណ្ណាហើយកាលណាយើងឃើញនៅចិត្តរបស់ខ្លួនឯងហើយយើងចេះទូមានដោយអបាយព្រោះចិត្តនេះត្រូវការបុគ្គលដែលជាមហាបុរសទូមានគឺយើងគ្រប់គ្នាសឹកតែអាចតាំងខ្លួនទៅជាមហាបុរសគឺជាអ្នកដែលមានបញ្ញាឆ្លៀសចេះទូមានចិត្តខ្លួនឯងបុគ្គលណាចេះអប់រំទូមានចិត្តខ្លួនឯងនេះរាប់ថាជាមហាបុរសហើយត្រឹមអាចគ្របសង្កត់ចិត្តខ្លួនឯងបានព្រោះចិត្តមានសភាពបីដូចជាសត្វស្វាខ្លះមានសភាពដូចជាកូនគោពេញកម្លាំងខ្លះគឺមិននៅតាំងស្ថេរស្ថិតក្នុងអារម្មណ៍ណាមួយទេសឹកតែលោតហក់ត្រូវការលោកទាំងឡាយឈឺលោកទាំងឡាយត្រូវការឲ្យតែខ្ញុំបានជាពេលដែលខ្ញុំជាហើយអ្វីក៏ខ្ញុំមិនត្រូវការតែពេលដែលលោកទាំងឡាយជាហើយលោកទាំងឡាយត្រូវការកាមគុណផ្សេងដើម្បីយកមកលំអជីវិតដើម្បីយកមកទ្រទ្រង់ជីវិតគិតថារបស់នោះជារបស់ដែលលោកទាំងឡាយត្រូវការពេលលោកទាំងឡាយបានបរិបូរដោយកាមគុណហើយលោកទាំងឡាយមិនស្កប់មិនសុខនៅក្នុងកាមគុណលោកទាំងឡាយតែងស្វះស្វែងរកនៅកាមរាគៈផ្សេងរកនៅវត្ថុផ្សេងមកដើម្បីបំពេញតម្រូវការចិត្តខ្លួនឯងបើចិត្តទាំងឡាយរបស់លោកទាំងឡាយមានសភាពបែបនេះលោកទាំងឡាយប្រកាសថានឹងមិនមានឱកាសដើម្បីបាននៅសេចក្តីស្ងប់ទេទើបខ្ញុំបកណ្ដាលខ្ញុំដាស់តឿនលោកទាំងឡាយសូមឲ្យលោកទាំងឡាយរកទីស្ងាត់រកទីសំងំដើម្បីពិចារណាថារោគទាំងឡាយកើតឡើងព្រោះហេតុអ្វីណោ
លោកទាំងឡាយកើតឡើងព្រោះអាស្រ័យកម្មចាស់ឲ្យផលលោកទាំងឡាយចេះសប្បាយចេះរីករាយនឹងការទទួលនៃកម្មនោះរោគទាំងឡាយនឹងឆាប់ស្ងប់រងាប់ទៅលោកទាំងឡាយបានពិចារណាថាការសរសើរទាំងឡាយកើតឡើងព្រោះបច្ច័យអ្វីណោះការនិន្ទាទាំងឡាយកើតឡើងព្រោះបច្ច័យអ្វីណោះពេលដែលលោកទាំងឡាយមានសេចក្តីស្ងប់ត្រឹមតែមួយគណៈលោកទាំងឡាយនឹងគិតឃើញថាសេចក្តីសរសើរកើតឡើងព្រោះហេតុសេចក្តីនិន្ទាកើតឡើងព្រោះហេតុព្រះតថាគតត្រាស់ដឹងនៅហេតុយើងទាំងឡាយក៏បីដើរតាមពុទ្ធឱវាទរកហេតុជាទីបំផុតនៃឲ្យឃើញដូចគ្នាលោកទាំងឡាយផងផតកម្មនេះមានព្រះសម្មាសម្ពុទ្ធត្រឹមមួយព្រះអង្គទេដែលនៅមិនទាន់បានត្រាស់យើងទាំងឡាយគិតថាយូរគិតថាច្រើនមិនច្រើនទេសត្វលោកទាំងឡាយជាប់ដោយកាមរាគៈចាប់ដោយកម្មជាអកុសលធ្ងន់នឹងមិនងាយនឹងបានទាន់ព្រះដ៏មានពុទ្ធអង្គក្រោយទេយើងទាំងឡាយតើចង់ចំណាយពេលឆ្លោះគ្នាក្តីចំណាយពេលចោលប្រកាន់ចំណាយពេលជាប់ដោយពួកគណៈចំណាយពេលក្នុងវាលវត្តសង្សារនេះយូរប៉ុណ្ណាទៀតម្ដេចយើងមិននាំគ្នាប្រឹងសន្សំបារមីដែលជាអភិនិហាបារមីឬក៏ជាបារមីធំដែលសពបរោះទាំងឡាយលោកតែងសន្សំដើម្បីឲ្យជាក់ច្បាស់ដើម្បីឲ្យទាន់នៅព្រះដ៏មានពុទ្ធអង្គក្រោយដើម្បីបានស្ដាប់ធម៌រស់ដើម្បីបានចូលគៀកនៃព្រះសទ្ធម្មរបស់ព្រះអង្គដែលជាធម្មរាជដែលជាស្ដេចនៃធម៌ក្នុងផតកម្មចុងក្រោយក្នុងអាណត្តិនៃព្រះដែលមានវិភាគចុងក្រោយនៃចុងផតកម្មនេះដើម្បីបើកទ្វារនៃព្រះនិព្វានឲ្យខ្លួនឯងយើងទាំងអស់គ្នាសឹកតែដឹងហើយតើថាព្រះនិព្វានមិនអាចបើកទ្វារដល់យើងទាំងឡាយរាល់គ្នាក្នុងពេលឥឡូវនេះបានទេយើងទាំងឡាយក៏បីនាំគ្នាសន្សំបារមីឲ្យរឿយទៅកុំរវល់តែសន្សំនៅការជាប់ប្រកាន់ដោយពួកគណៈក្រុមប្រសាសនានេះលោកទាំងឡាយខំប្រឹងរុញច្រានក្តីលោកទាំងឡាយខំប្រឹងទប់ទល់យ៉ាងណាក្តីប្រសាសនានេះមិនបានវិលឡើងទេគឺវិលចុះហើយលោកទាំងឡាយ2567ហើយជាងពាក់កណ្ដាលហើយព្រះពុទ្ធអង្គព្យាករហើយថាចុង5000នឹងអស់សាសនាមនុស្សទាំងឡាយស្ដាងដោយការជឿស្ដាងដោយការគោរពស្ដាងដោយការបដិបត្តិបញ្ញាមនុស្សមានតែក្នុងអកុសលច្រើនជាងក្នុងកុសលមនុស្សមានតែបញ្ញាក្នុងការបង្កើតរឿងដែលជាអកុសលឲ្យមាននៅក្នុងសង្គមមនុស្សទាំងឡាយប្រឹងធ្វើតែអំពើដែលជាអកុសលជាប់ជំពាក់កើនឡើងដោយកាមរាគៈទោសៈមោហៈជាដើមគឺមនុស្សអស់ទៅនៃគុណធម៌បណ្ដាហើយយើងទៅជឿឆ្អើលអីក្នុងសង្គមដែលយើងដឹងថាជាសង្គមដែលរុញទៅនៃមនុស្សអកុសលកើតឡើងច្រើនព្រោះអ្វីព្រោះពុទ្ធអង្គព្រះអង្គព្យាករមករួចអស់ហើយយើងទាំងឡាយសឹកតែជាអ្នកដឹងហើយតែសឹកតែជាអ្នកស្ដាប់ហើយតែឬក៏យើងគ្រាន់តែស្ដាប់គ្រាន់តែដឹងតែយើងមិនបានពិចារណាត្រេះរិះអំពីហេតុដែលព្រះតថាគតព្រះអង្គសម្ដែងអញ្ចឹងហើយកុសលក្តីអកុសលក្តីយើងគ្មានសិទ្ធិទៅហាមទៅរារាំងទៅទប់ទល់ទៅច្រែងទៅបាំងទៅរក្សាអីបានទាំងអស់យើងមានតែព្រមទៅតាមហេតុហើយព្យាយាមងាកមកអប់រំទូលមានខ្លួនយើងវិញបើចិត្តរបស់យើងខ្វះការអប់រំទូលមានហើយយើងនឹងទទួលមានអ្នកដតីដូចម្ដេចនឹងបានបើយើងនៅបរិបូរដោយកាមរាគៈនៅបរិបូរដោយទោសៈមោហៈនៅបរិបូរដោយសេចក្តីសង្ស័យនៅបរិបូរដោយទិដ្ឋិតើយើងនឹងទូលមានបុគ្គលឲ្យអស់ទៅទិដ្ឋិទៅបានយ៉ាងណាបើយើងទាំងឡាយនៅមានការច្របូកច្របល់ដោយពួកគណៈតែយើងនឹងទទួលមានបុគ្គលទាំងឡាយឲ្យបានរួចផុតអំពីពួកគណៈបានយ៉ាងណាលោកទាំងឡាយព្រះដ៏មានពភាព្រះអង្គធ្លាប់ពោលប្រកាសសម្ដែងហើយថាបុគ្គលកប់បីចេះចេញពីពួកគណៈហើយទៅរកនៅទីស្ងាត់ដើម្បីពិចារណានៅកាយក្នុងកាយពិចារណាអំពីធម៌ក្នុងធម៌ការណពិចារណាអំពីវេទនាក្នុងវេទនាពិចារណាអំពីចិត្តក្នុងចិត្តដែលជាក្រុមជាពួកជាផ្លូវការបើកទៅនៃព្រះនិព្វានមានសភាពវែងឆ្ងាយយ៉ាងនេះទើបយើងក៏បីនាំគ្នាប្រឹងដើរពីឥឡូវប្រឹងសន្សំពីឥឡូវការសន្សំបារមីអ្វីត្បិតថាមានខុសខ្លះត្រូវខ្លះយ៉ាងណាតែការសន្សំនោះសោតទៀតគឺដើម្បីតែញ៉ាំងខ្លួនឯងឲ្យរលាស់ចាក់ទុកនេះជារឿងសំខាន់ហើយការដែលខុសក្តីការដែលត្រូវក្តីយើងខុសតាំងតែពីយើងមានជាតិកំណើតមកម្ល៉េះមិនមែន
ចាំតតែយើងចម្រើនវ័យដល់ប៉ុណ្ណេះធ្វើរឿងទៅខុសត្រូវគប់ចិត្តមិនគប់ចិត្តសង្គមគប់ចិត្តក្តីសង្គមមិនគប់ចិត្តក្តីមិនមែនទឹមតែខុសឬត្រូវឥឡូវទេយើងទាំងអស់គ្នាសឹកតែខុសតាំងពីដែលយើងកើតបាត់ទៅហើយព្រោះអ្វីព្រោះយើងមានអវិជ្ជាមកជាប់ខ្លួនទៅហើយទើបយើងមានកំណើតកើតតែកំណើតពួកខ្លះសត្វខ្លះជាកំណើតដែលកើតមកដើម្បីអស់ទៅរលត់ទៅនៃអវិជ្ជាតែកំណើតសត្វខ្លះពួកខ្លះគឺកើតមកដើម្បីតែបន្ថែមឲ្យជាប់ជំពាក់ទៅឲ្យជាប់ជំពាក់ទៅឲ្យរឹងរឹតតែជ្រៅទៅឲ្យរឹងរឹតតែងងឹតទៅលោកទាំងឡាយក្នុងសាសនានេះមានសភាពយ៉ាងនេះទើបយើងក៏បីសិក្សានិងឆ្វេងយល់អំពីសាសនាឲ្យបានត្រឹមត្រូវគ្រប់សាសនាគ្រប់ទម្រង់រូបភាពសឹកតែបង្រៀនយើងឲ្យយើងជាមនុស្សល្អឲ្យយើងជាមនុស្សដែលធ្វើជាទីពឹងឲ្យខ្លួនឯងផងនិងធ្វើជាទីពឹងដល់អ្នកដទៃផងចុះហេតុដូចម្តេចយើងយកសាសនាមកដើម្បីធ្វើជាសត្រូវនឹងគ្នាធ្វើអ្វីអញ្ចឹងសត្រូវក្នុងសាសនាទីនេះព្រោះសំដៅព្រោះហេតុណាសំដៅត្រង់ហេតុថាយើងជាប់ដោយទិដ្ឋិនៅក្នុងជ្រុងនីមួយយើងមិនព្រមពិនិត្យមើលសកលនឹងថាផែនដីនេះនៅមានភ្នំផែនដីនេះនៅមានព្រៃផែនដីនេះនៅមានទន្លេផែនដីនេះនៅមានស្ទឹងផែនដីនេះនៅមានបឹងនិងបួរអញ្ចឹងហើយសាសនានេះសាសនានោះសាសនាដតីទាំងអស់ប្រៀបបីដូចជាជ្រុងមួយនៅក្នុងពិភពនេះអញ្ចឹងយើងទៅចោទប្រកាន់ថាព្រៃមិនមានឬមានមិនមែនជាសារៈទេយើងគប្បីមើលនៅសភាពទាំងឡាយហើយត្រេះរិះពិចារណាឲ្យសមគួរតាមបច្ច័យតាមហេតុរបស់សាសនានីមួយរបស់ពីអប់រំនីមួយរបស់ពួកគណៈក្រុមនិកាយនីមួយទៅដើម្បីអ្វីដើម្បីបានជាបញ្ញាក្នុងការពិចារណាឲ្យឃើញនៅសភាពនិងលទ្ធភាពជាក់ស្ដែងរបស់សង្គមនិងសាសនានោះលោកទាំងឡាយហើយជាតិនេះប្រទេសនេះកាលដែលបានគោរពនៅសាសនាសឹកតែបុគ្គលដែលជាអ្នកប្រាជ្ញទាំងឡាយលោកបើកនៅចិត្តឲ្យទូលំទូលាយទទួលយកចំណេះដឹងអំពីគ្រប់ប្រភពសាសនាលោកមិនបានរារាំងនៅប្រភពសាសនាណាទេព្រោះសាសនាទាំងអស់សឹកតែមានគំនិតនិងបរិបទផ្សារភ្ជាប់ជាមួយនឹងសង្គមជាមួយនឹងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសជាតិលោកទាំងឡាយប្រទេសខ្មែរយើងមានសាសនាមិនច្រើនទេប្រទេសឥណ្ឌាមានសាសនាច្រើនតែសង្គមមនុស្សនៅក្នុងប្រទេសនោះមានសភាពយ៉ាងណាសង្គមមនុស្សក្នុងប្រទេសយើងមានសភាពយ៉ាងណាគឺដតីពីគ្នាដោយបរិយាបន្នសង្គមអញ្ចឹងយើងមិនគួរទៅតោងប្រទៀមឬក៏ទៅហែកហួរទាញព្រាត់ឆ្វាក់ឆ្វែងគ្នាអីទេយើងក៏បីពិនិត្យថារាល់វត្ថុបំណងទាំងអស់របស់សាសនារបស់ការអប់រំរបស់ការទូន្មានសឹកតែមានវត្ថុបំណងចង់ឲ្យមនុស្សបាននៅសេចក្តីសុខនិងឲ្យមនុស្សបាននៅសុចរិតភាពក្នុងសង្គមទាំងអស់គ្នាក៏បីរៀនពិនិត្យភាពនៃហេតុបច្ចុប្បន្នកុំឲ្យជាប់ជំពាក់ដោយទិដ្ឋិរបស់យើងព្រោះពាក្យថាទិដ្ឋិគឺការបតោងជាប់នៅវត្ថុតែមួយបើថាតោងជាប់នៅក្នុងទិសខាងកើតគឺប្រកាសថានោះជាទិសកើតហើយអត់មានលិចមានជើងទេតែបើប្រកាន់គឺជាប់ជាមួយទិសខាងជើងហើយមិនជឿលិចមិនជឿកើតមិនជឿត្បូងទេនេះហើយហៅថាទិដ្ឋិតែបើយើងឈរនៅចំណុចកណ្ដាលហើយពិនិត្យជុំវិញលើក្រោមដោយសពគ្រប់យើងនឹងឃើញថា
នៅជុំវិញយើងនេះមានទិសបូរគ្នាតសិននេះអតីតបច្ចឹងពីយបដរនិងអេសានយើងនឹងមានទិសខាងលើមានទិសខាងក្រោមហើយក្នុងទិសនីមួយមានហេតុភេទអស្ចារ្យរៀងខ្លួនព្រោះអ្វីព្រោះគំនិតដែលទូលំទូលាយទើបមើលឃើញគ្រប់ជ្រុងជ្រោយមិនមើលឃើញតែជ្រុងមួយនៃគំនិតឬក៏ជ្រុងមួយនៃទិដ្ឋិដែលយើងកំពុងតែជាប់ដែលយើងកំពុងតែតោងនេះទេបើយើងមិនបើកចិត្តឲ្យទូលំទូលាយទេយើងនឹងមើលឃើញតែជ្រុងមួយហើយនឹងរស់នៅតែក្នុងជ្រុងមួយនឹងអស់ច្រើនតែជាតិទៀតមិនមែនត្រឹមតែជាតិនឹងទេកាលណាជាប់ក្នុងជាតិនឹងប៉ុណ្្នឹងហើយទៅមុខទៀតរឹតតែជាប់ជំពាក់ក្នុងនឹងទៀតព្រោះអីព្រោះតែយើងតោងជាប់នៅក្នុងជ្រុងមួយនៃទិដ្ឋិនឹងឯងហើយយើងរស់នៅបន្តទៅកើតទៅតែក្នុងទិដ្ឋិនឹងឯងអញ្ចឹងហើយគប្បីបើកចិត្តឲ្យទលាយហើយពិចារណាមើលហេតុបច្ច័យរឿងទាំងអស់អត់មានកើតឡើងព្រោះអ្វីទេគឺរឿងទាំងអស់កើតឡើងព្រោះហេតុឲ្យហេតុទាំងអស់ហ្នឹងគឺជាបច្ច័យរបស់វិបាកនៃកម្មឲ្យផលហ្នឹងឯងដូចរឿងការដែលបានបួសអញ្ចឹងមិនមែនគ្រប់គ្នាសឹកតែកើតមកបានបួសក្នុងសាសនាទេគឺសឹកតែមានហេតុមានបច្ច័យដល់ព្រមមិនថាហេតុនោះបច្ច័យនោះកើតឡើងដោយម្ដេចកើតឡើងក្នុងបច្ច័យណាទេគឺសឹកតែមានហេតុបច្ច័យគុំដល់គ្នាទៅភាពបានបួសជាភិក្ខុក្តីជាសាមណេរក្តីក្នុងសាសនានេះមានអញ្ចឹងហើយរឿងទាំងអស់កើតឡើងភាពល្បីល្បាញក្តីភាពច្បុកច្បល់ក្តីភាពផ្សាយភាយនៃរឿងល្អភាពផ្សាយភាយនៃរឿងអាក្រក់ក្តីទាំងអស់នោះសឹកតែជាហេតុទាំងអស់អញ្ចឹងយើងគួរណាស់កុំប្រកាន់តោងជាប់នៅក្នុងហេតុទាំងអស់នោះអីក៏បីមានបញ្ញាមួយដែលជាបញ្ញាក្នុងផ្លូវកណ្ដាលហើយពិចារណាឲ្យយើងបានឃើញអំពីហេតុទាំងអស់នោះអញ្ចឹងបានជាពាក្យដែលខ្ញុំកណ្ដាលខ្ញុំលើកខាងដើមហើយចង់មកលើកខាងក្រោយនេះវិញគឺចង់បញ្ជាក់ថាលោកទាំងឡាយធ្វើអីធ្វើចោះលោកទាំងឡាយគិតអ្វីគិតចោះតែលោកទាំងឡាយកុំភ្លេចថាលោកទាំងឡាយមានកម្មជាផៅពងមានកម្មជាទាយាទលោកទាំងឡាយធ្វើនៅកម្មគឺទង្វើណាកម្មនោះនឹងតាមទៅនឹងតោងទៅដល់លោកទាំងឡាយក្នុងវត្តដាក់នេះមិនដាច់ឡើយគោលបំណងរបស់ខ្ញុំបកណាខ្ញុំចង់ឲ្យលោកទាំងឡាយបានជ្រាបអំពីហេតុមិនមែនតែក្នុងសាសនាតែម្យ៉ាងហេតុក្នុងប្រពៃណីហេតុក្នុងទំនៀមទម្លាប់លោកទាំងឡាយការដែលលោកទាំងឡាយមានចិត្តស្នេហាជាតិក្តីស្នេហាសាសនាក្តីលោកទាំងឡាយមិនចាំបាច់តទៅលោកទាំងឡាយជាអ្នកនយោបាយមិនចាំបាច់ដល់លោកទាំងឡាយជាអ្នកមានអំណាចទ្រព្យធនអ្វីទេត្រឹមលោកទាំងឡាយជាឆ្អឹងជាសរសៃជាស្បែកមួយនៃប្រទេសជាតិនោះលោកទាំងឡាយបានឈ្មោះថាជាអ្នកស្រឡាញ់នៅជាតិនៅសាសនានៅព្រះមហាក្សត្រនេះហើយលោកទាំងឡាយបើលោកទាំងឡាយគ្រាន់តែប្រើចំណេះដឹងដែលលោកមានហើយធ្វើនៅចំណេះដឹងនោះឲ្យល្អឲ្យតែជាសច្ចរិតភាពនោះលោកទាំងឡាយឈ្មោះថាជាពលរដ្ឋល្អជាអ្នកដែលកំពុងជួយនៅជាតិនៅសាសនារបស់លោកទាំងឡាយហើយលោកទាំងឡាយហើយដោយមានភាសិតបុរាណមួយនៅក្នុងរជ្ជកាលនៃលង្វែកដែលបានពោលថាគំនិតជួយជាតិកវីបណ្ឌិតដឹងរឿងជាតិពិតខ្លាចជាតិរលាបន្សល់ស្នាដៃឲ្យខ្មែរទាំងឡាយពុះពៀគ្រប់កាយសាងជាតិដល់ទៅគឺត្រូវកើតអំពីយើងម្នាក់ប្រទេសមួយដែលជាសង្គមមនុស្សរស់នៅគឺជាសង្គមដែលមានវប្បធម៌និងប្រពៃណីបើសិនជាសង្គមមនុស្សឥតមានវប្បធម៌ប្រពៃណីទេ
យើងហៅថាសង្គមមនុស្សបានដូចម្ដេចមានតែសត្វទេដែលមិនចេះខ្វល់ខ្វាយពីវប្បធម៌និងប្រពៃណីរបស់ខ្លួនតែក្នុងនាមកើតឡើងជាជាតិសាសន៍មួយជាប្រជាពលរដ្ឋម្នាក់ដាច់ខាតត្រូវចូលរួមចំណែកក្នុងការរក្សានៅសិលធម៌របស់មនុស្សក្នុងការរក្សានៅសុជីវធម៌របស់ក្នុងការរក្សានៅជំនឿប្រពៃណីរបស់មនុស្សជំនឿនៅទៀតសត្វជាជំនឿដែលត្រឹមត្រូវជាជំនឿដែលមិនញ៉ាំងភាពក្តៅក្រហាយឲ្យដល់អ្នកដទៃផងជាជំនឿដែលមិនញ៉ាំងភាពក្តៅក្រហាយដល់ខ្លួនឯងផងហៅថាជាជំនឿដែលត្រូវលោកទាំងឡាយគប្បីពិចារណាអំពីខ្លួនឯងថាតើខ្លួនយើងម្នាក់បានចូលរួមជាចំណែកអ្វីខ្លះហើយក្នុងប្រទេសជាតិនេះក្នុងសង្គមនេះតែយើងទាំងឡាយបានចូលរួមជួយឲ្យដល់មនុស្សប្រមាណអ្នកហើយឬក៏បានជួយខ្លួនឯងហើយឬនៅលោកទាំងឡាយបានធ្វើនៅការតបស្នងដល់ផែនដីដែលលោកទាំងឡាយបានកើតហើយឬនៅលោកទាំងឡាយរវល់តែនឹងខ្វល់ខ្វាយនឹងការជិះជាន់នឹងការផ្ដាសានឹងការមើងងាយនឹងការសរសើរនឹងការនិន្ទានឹងការលើកជ្រោមរបស់អ្នកដទៃតែលោកទាំងឡាយបានពិនិត្យថាខ្លួនលោកទាំងឡាយបានសាងជាប្រយោជន៍ឲ្យដល់ប្រទេសដែលជាទឹកដីកំណើតរបស់ខ្លួនហើយការដែលសាងប្រយោជន៍ជូនទឹកដីវប្បធម៌ប្រពៃណីរបស់ខ្លួននេះគឺជារឿងដែលត្រឹមត្រូវជារឿងដែលយើងគប្បីពោលសរសើរដែលជារឿងដែលសប្បុរសទាំងឡាយតែងសរសើរលោកទាំងឡាយបានចូលរួមចំណែករក្សាការពារហើយឬនៅការរក្សាការពារមិនមែនការកាន់អាវុធយុទ្ធភ័ណ្ឌទៅទាមទារឬទៅច្បាំងអីទេតែការដែលការពារគឺការរក្សាខ្លួនឲ្យស្ថិតនៅក្នុងអំបូរនិងជាតិដែលជាសាសរបស់ខ្លួនយើងកើតមកក្នុងទឹកដីខ្មែរយើងបានធ្វើខ្លួនឲ្យជាខ្មែរហើយឬនៅតើខ្មែរមានវប្បធម៌ដូចម្ដេចទៅតើខ្មែរមានប្រពៃណីបែបដូចម្ដេចទៅតើខ្មែរមានជំនឿសាសនាដូចម្ដេចទៅនេះជារឿងដែលលោកទាំងឡាយគប្បីយកទៅគិតពិចារណាខ្មែរមានភាពស្មោះត្រង់តែយើងបានបង្កើតភាពស្មោះត្រង់ឲ្យដល់គ្នានឹងគ្នាហើយឬនៅខ្មែរជាអំបូរមានមេត្តាចិត្តតែយើងទាំងឡាយបានធ្វើនៅមេត្តាចិត្តឲ្យដល់គ្នាហើយនឹងគ្នាឬនៅខ្មែរជាអំបូរមានអធ្យាស្រ័យតើយើងបានធ្វើនៅអធ្យាស្រ័យឲ្យដល់គ្នាឬគ្នាឬនៅអញ្ចឹងហើយយើងទាំងឡាយគប្បីគិតពិចារណាក្នុងចំណុចនេះចាប់ពីថ្ងៃទី22ខែ9មកដល់22ខែ12នេះមានរយៈកាល4ខែដែលលោកទាំងឡាយបានស្គាល់ខ្ញុំបុគ្គលណាខ្ញុំខ្ញុំបុគ្គលណាខ្ញុំមិនមានអ្វីជូនដល់លោកទាំងឡាយទេខ្ញុំទាំងឡាយមានត្រឹមតែចិត្តចង់ឲ្យលោកទាំងឡាយចេះរួបរួមចេះសាមគ្គីចេះស្រឡាញ់គ្នាគ្មាននរណាមកស្រឡាញ់យើងជាម្ដាយឪពុកយើងទេគ្មានជាតិសាសន៍ណាមកស្រឡាញ់យើងជាងជាតិសាសន៍យើងទេយើងទាំងអស់គ្នាសឹកតែជាអ្នកជ្រកកោនក្រោមម្លប់ជាតិសាសនាព្រះមហាក្សត្រក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលទាំងមួយរាជបដិសេជាប្រទេសមួយដែលមានការគ្រប់គ្រងដោយរបបប្រជានិយមមានការគ្រប់គ្រងដោយថ្នាក់ដឹកនាំតាមលំដាប់លំដោយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិអ្នកទាំងអស់សុទ្ធសឹងតែជាខ្មែរចឹងហើយក្
មានអ្នកណាមកស្រឡាញ់យើងជាងគ្នាយើងស្រឡាញ់គ្នាយើងតែទង្វើរាល់ការធ្វើមិនមែនសុទ្ធតែត្រូវរាល់ការធ្វើមិនមែនសុទ្ធតែខុសតែយើងមិនបានស្គាល់ពីរឿងដែលជួបទៅវិញទេហើយចេះតែស្រែកបន្ទោសឲ្យទៅអ្នកនេះទៅអ្នកនោះធ្វើឲ្យខ្មែរបែកបាក់គ្នាធ្វើឲ្យយើងបាត់បង់សាមគ្គីភាពគ្នាលោកទាំងឡាយអ្នកណាស្រឡាញ់យើងជាងជនជាតិយើងស្រឡាញ់ជនជាតិយើងទៅអ្នកណាមករក្សាក្រមសីលធម៌ឲ្យយើងជាជាងជនជាតិយើងរក្សាក្រមសីលធម៌ខ្លួនឯងទៅអ្នកណាស្រឡាញ់ប្រទេសរបស់យើងជាងយើងស្រឡាញ់ប្រទេសខ្លួនឯងទៅអញ្ចឹងខ្ញុំបកណាខ្ញុំមិនឧបមាវែងឆ្ងាយអីទេគឺឧបមាតែរឿងយ៉ាងហ្នឹងគឺគ្មានម្ដាយឪពុកណាមកស្រឡាញ់យើងជាងម្ដាយឪពុកយើងទេបើទោះតែមានឈ្មោះតាម៉ែក្មេក៏មិនស្រឡាញ់យើងដូចម្ដាយបង្កើតដែរអញ្ចឹងតើតរជនជាតិណាដែលគេមកស្រឡាញ់យើងជាងជនជាតិជាងខ្លួនឯងហើយបើយើងឃើញពីរឿងប៉ុណ្ណឹងយើងនឹងរួបរวมគ្នានឹងសាមគ្គីគ្នាភាពសាមគ្គីនាំមកនៅភាពរីកចម្រើនភាពសាមគ្គីនាំមកនៅការអភិវឌ្ឍភាពសាមគ្គីនាំមកនៅសុខដុមរមណីយកម្មទាំងផ្នែកសាសនាទាំងផ្នែកជំនឿប្រពៃណីនិងទំនៀមទម្លាប់ចឹងលោកទាំងឡាយបច្ចុប្បន្នលោកទាំងឡាយបានឃើញហើយថាការរីកចម្រើននៃសិលធម៌របស់យើងក៏ចាប់ផ្ដើមមានឡើងមកវិញការលើកស្ទួយនៃសម្បត្តិវប្បធម៌ជារូបិយក្តីជាអរូបិយក្តីក៏ចាប់ផ្ដើមបណ្ដែតឡើងមកវិញដែលយើងមើលទៅសម័យដែលក្រោយយើងមុនយើងនេះបន្តិចគឺបាត់បង់ស្ទើរគ្រប់ទម្រង់ឥឡូវនេះកើតឡើងមកវិញអ្នកណាអ្នកស្វែងរកទាំងអស់នោះឲ្យកើតឡើងមកវិញគឺជនជាតិខ្មែរយើងនឹងឯងត្បិតថាពេលដែលយើងឆ្លោះប្រកែកគ្នាពេលដែលយើងបាក់បែកគ្នារបស់ទាំងអស់នោះវត្ថុទាំងអស់នោះរត់ទៅផ្ញើខ្លួននៅក្នុងកន្លែងដតីឬជាមួយជាតិសាសន៍ដតីខ្លះក៏ពិតមែនតែក្រោយពេលដែលយើងរួបរวมគ្នាវិញពេលដែលយើងមានសាមគ្គីគ្នាបោះទាំងអស់នោះរត់មកដើម្បីខំដុសលូតលាស់ឡើងវិញសាជាថ្មីក្នុងទឹកដីរបស់យើងមិនថាវប្បធម៌ប្រពៃណីរបាំងឬអ្នកប្រាជ្ញផ្សេងទេអញ្ចឹងឃើញថា4ខែមកនេះលោកទាំងឡាយបានស្គាល់អំពីប្រពៃណីចាប់អារម្មណ៍ងាកទៅលើប្រពៃណីចាប់អារម្មណ៍ងាកទៅលើសុជីវធម៌ចាប់អារម្មណ៍ទៅលើទំនៀមទម្លាប់ចាប់អារម្មណ៍ទៅលើបរិបទសាសនារបស់យើងបានច្រើនគ្រប់គ្រាន់ល្មមសំគួរហើយអញ្ចឹងសូមឲ្យលោកទាំងឡាយបន្តមិនមែនបន្តអ្វីទេគឺបន្តគោរពស្រឡាញ់នៅសាសនារបស់ខ្លួននៅប្រពៃណីរបស់ខ្លួននៅទំនៀមទម្លាប់របស់ខ្លួនជាពិសេស
ចេះស្រឡាញ់ប្រជាជាតិរបស់ខ្លួនយើងកុំរស់នៅក្នុងសង្គមដែលមានតែអាត្មានិយមគឺខ្លួនឯងគិតតែពីខ្លួនឯងអីយើងគប្បីចេះសន្តោសដល់អ្នកជុំវិញខ្លួនព្រោះបើយើងធ្វើខ្លួនឲ្យទៅជាមនុស្សអាត្មានិយមយូរយូរទៅមនុស្សមិននៅសល់ទេគឺបាត់បង់គុណធម៌ជាមនុស្សយើងមើលសត្វសនៈវាអត់ស្គាល់អ្នកណាខុសអ្នកណាត្រូវអ្នកណាឈួតអ្នកណាជាទេតែវាជួបគ្នាវាប្រឹងតែខំគ្នាឯងព្រោះតែសត្វសនៈអត់មានព្រមវិហារខអត់មានចិត្តចេះចង់សង្គ្រោះចង់ប្រកបន័យដល់អ្នកណាទេកាលណាជួបសនៈផងគ្នាវាអត់ឡាយស្គាល់គ្នាក៏ដោយគឺវាដឹងតែចង់តែខំគ្នាទេឬក៏បើវានៅជាមួយគ្នានឹងរាល់ថ្ងៃក៏ដោយពេលណាមានឆ្អឹងមានសាច់អីគឺវាព្យាយាមខំគ្នាដើម្បីផលប្រយោជន៍របស់ឆ្អឹងរបស់សាច់มันមានភាពចែករំលែកទេត្រង់នេះហើយជាភាពអាត្មានិយមតែមនុស្សយើងក៏បីគំរោះក្នុងសភាពបែបនោះឡើយក៏បីចែករំលែកនៅផលប្រយោជន៍ដែលមានក៏បីមាននៅសេចក្តីសន្តោសឲ្យដល់គ្នានឹងគ្នាទើបយើងបន្តរស់នៅក្នុងសភាពជាមនុស្សក្នុងសង្គមជាមនុស្សដែលមានគុណធម៌ជាមនុស្សបានតអញ្ចឹងលោកទាំងឡាយក៏បីស្ដាប់ពាក្យត្រង់នេះថាលោកទាំងឡាយក៏បីធ្វើនៅសេចក្តីសន្តោសឲ្យដល់គ្នានឹងគ្នាឲ្យបានច្រើននោះលោកទាំងឡាយនឹងបាននៅសេចក្តីសុខហើយពរជ័យអំពីទេវតាក៏នឹងបានដែរទេវតារក្សាមនុស្សត្រង់មនុស្សមានគុណធម៌ជាមនុស្សទេវតាមិនថែរក្សាមនុស្សដែលមិនមានគុណធម៌ជាមនុស្សទេអញ្ចឹងហើយយើងក៏បីធ្វើនៅគុណធម៌របស់យើងឲ្យបានចម្រើនហើយគុណធម៌នោះមិនបាច់ចាំតែធ្វើឲ្យអ្នកដទៃណាឃើញទេគឺយើងនាំគ្នាស្វះស្វែងរកអំពីខ្លួនឯងដូចខ្ញុំកណាខ្ញុំបានពោលខាងដើមជំរាបលោកទាំងឡាយអញ្ចឹងថាសូមឲ្យយើងតាំងចិត្តនៅក្នុងសេចក្តីស្ងៀមស្ងាត់ក្នុងកន្លែងណាមួយក៏បានដែលមានបរិយាកាសល្អប្រសើរហើយពិចារណាអំពីខ្លួនឯងបន្តិចយើងនឹងឃើញទោសដែលកើតឡើងពីខ្លួនយើងនឹងឃើញគុណដែលកើតឡើងពីខ្លួនយើងជាមិនខានហើយកាលណាយើងបានឃើញទោសនិងគុណនោះហើយយើងរមែងភ័យខ្លាចជាមួយនឹងកុសលនិងអកុសលដែលយើងកំពុងតែស្ថិតក្នុងចំណោមដែលកំពុងទ្រទ្រង់យើងប្រចាំថ្ងៃព្រោះបើយើងអត់ចំណាយពេលចេះតែធ្វើទៅយើងអត់បានអ្វីដែលជាកុសលបានរុំព័ទ្ធយើងអ្វីដែលជាអកុសលបានរុំព័ទ្ធយើងហើយធ្វើឲ្យយើងចេះតែភ្លេចភ្លាំងទៅអកុសលដូចជាក្អែលមួយដែលហោះមកពីទិសផ្សេងជាទលីដែលហោះមកទិសផ្សេងមករុំលើសរីរៈរបស់យើងកើតជាក្អែលយូរទៅក្រាស់ទៅយូរទៅក្រាស់ទៅហើយវាតោងវាស្អិតជាមួយនឹងសរីរៈយើងយ៉ាងណាអកុសលចិត្តរបស់យើងវាមានសភាពដូចគ្នាអញ្ចឹងបើយើងមិនបានយកពេលទៅពិនិត្យវាទេយើងអត់ដឹងថាខ្លួនឯងមានក្អែលទេហើយសម្គាល់ថាអញគាត់តែចាក់ទឹកហើយឈូនោះគឺហើយស្អាតហើយអញ្ចឹងតោះតែយើងយកពេលពិនិត្យបានដឹងថាខ្លួនយើងជាប់ក្អែលហើយយើងងូតទឹកដោយល្អដុសក្អែលឲ្យជ្រះហ្នឹងចឹងលោកទាំងឡាយហើយខ្ញុំកណាខ្ញុំសូមផ្ដាំលោកទាំងឡាយថាមនុស្សទាំងឡាយមានអធ្យាស្រ័យរៀងខ្លួនមានចំណង់ចំណូលចិត្តរៀងខ្លួនមានរសនិយមរៀងខ្លួនមានបញ្ញារៀងខ្លួន
មានផ្លូវដែលត្រូវដើររៀងខ្លួនចូលលោកទាំងឡាយកុំទាញផ្លូវរបស់គេឲ្យមកដើរកាន់ផ្លូវរបស់យើងហើយញ៉ាំងផ្លូវរបស់យើងឲ្យដើរទៅតាមផ្លូវរបស់គេមិនមានទេលោកទាំងឡាយត្រូវចាំទៀតថាពិធីជប់លៀងទោះសប្បាយរីករាយប៉ុណ្ណាក៏គង់តែមានថ្ងៃបញ្ចប់ដែរការជួបជុំទោះស្ថិតក្នុងបរិយាកាសរីករាយប៉ុណ្ណាក៏គង់តែនឹងត្រូវបែកគ្នាទេសង្ខារទាំងឡាយកើតឡើងទោះក្នុងត្រកូលណាជាតិណាកំណើតណាឋានៈណាភេទណាក៏គង់តែនឹងស្លាប់និរាសព្រាត់ប្រាសទៅវិញយើងកុំស្រែករកឲ្យអ្នកដទៃជួយយើងត្រូវធ្វើខ្លួនយើងឲ្យចេះជួយខ្លួនយើងកុំពេញចិត្តក្នុងខ្លួនក្នុងភាវៈដែលជាអ្នកសុំអីយើងក៏បីពេញអធិស្ឋានថាជាអ្នកឲ្យទៅវិញលោកទាំងឡាយគប្បីកុំស្រែករកបុគ្គលណាមកជាទីពឹងលោកទាំងឡាយចូលធ្វើខ្លួនលោកឲ្យជាទីពឹងនៃលោកទាំងឡាយខ្លួនឯងវិញទៅភាពរីករាយមានភាពសោកសៅមានសេចក្តីសុខមានសេចក្តីទុក្ខមាននេះទើបហៅថាវាវដ្តសង្សាររបស់សត្វលោកគ្មានបុគ្គលណាដែលកើតឡើងក្នុងជាតិកំណើតជាមនុស្សជួបតែសុខមិនមានទុក្ខនោះទេព្រោះលោកធម៌ទាំង8យ៉ាងដូចយើងបានដឹងបានជ្រាបហើយតាថាទុក្ខសុខសរសើរនិន្ទាស្អប់ស្រឡាញ់មានយុះអត់យុះមានលៀបអត់លៀបទាំង8ប្រការនេះគឺមនុស្សរែងត្រូវជួបគ្រប់គ្នាអញ្ចឹងហើយយើងក៏បីជ្រាបត្រង់ចំណុចនេះហើយយកទៅគិតឲ្យឃើញពីបច្ច័យរបស់ហេតុទាំងឡាយនេះទើបយើងមិនសោកសៅមិនជាប់ជាប់ពេកជីវិតលោកទាំងឡាយមិនមែនរស់ព្រោះអាស្រ័យខ្ញុំកណាទេឬអាស្រ័យបុគ្គលណាម្នាក់ឬអាស្រ័យអតិទេពណាម្នាក់ទេជីវិតលោកទាំងឡាយរស់នៅបានអាស្រ័យបុណ្យដែលលោកទាំងឡាយបានសាងមកហើយជាបច្ច័យញ៉ាំលោកទាំងឡាយបាននៅជីវិតដែលលោកនិរាសប្រាត់ប្រាស់ស្លាប់ចាកចោលគ្នានេះទៅក៏មិនមែនជាកំហុសរបស់ខ្ញុំកណាខ្ញុំមិនមែនជាកំហុសរបស់សាច់ញាតិមិនមែនជាកំហុសរបស់អតិទេពអង្គណាទេតែជាការអស់ទៅត្រូវទ្រទ្រង់ជីវិតយើងឲ្យរស់បន្តទៅមានការជ្រេដោយវ័យមានការជ្រេដោយបុណ្យជាដែរមានសភាពយ៉ាងនេះទើបលោកទាំងឡាយក៏បីត្រេះរិះដោយឧបាយដ៏ល្អយ៉ាងនេះហើយទើបជារឿងដែលយើងទាំងអស់គ្នាក៏បីប្រឹងប្រែងធ្វើខ្លួនយើងឲ្យល្អផូរផង់ជាជាងទៅចាប់ទោសកំហុសអ្នកដទៃឬជាជាងទៅខ្វល់ខ្វាយអំពីសុខទុក្ខអ្នកដទៃភាពសោកសៅមានសេចក្តីសុខមានសេចក្តីទុក្ខមាននេះទើបហៅថាវាវដ្តសង្សាររបស់សត្វលោកគ្មានបុគ្គលណាដែលកើតឡើងក្នុងជាតិកំណើតជាមនុស្សជួបតែសុខមិនមានទុក្ខនោះទេព្រោះលោកធម៌ទាំង8យ៉ាងដូចយើងបានដឹងបានជ្រាបហើយតាថាទុក្ខសុខសរសើរ
និន្ទាស្អប់ស្រឡាញ់មានយុះអត់យុះមានលៀបអត់លៀបទាំង8ប្រការនេះគឺមនុស្សរែងត្រូវជួបគ្រប់គ្នាអញ្ចឹងហើយយើងគប្បីជ្រាបត្រង់ចំណុចនេះហើយយកទៅគិតឲ្យឃើញពីបច្ច័យរបស់ហេតុទាំងឡាយនេះទើបយើងមិនសោកសៅមិនជាប់ជាប់ពាក្យជីវិតលោកទាំងឡាយមិនមែនរស់ព្រោះអាស្រ័យខ្ញុំកណាទេឬអាស្រ័យបុគ្គលណាម្នាក់ឬអាស្រ័យអតិថិណាម្នាក់ទេជីវិតលោកទាំងឡាយរស់នៅបានអាស្រ័យបុណ្យដែលលោកទាំងឡាយបានសាងមកហើយជាបច្ច័យញ៉ាំលោកទាំងឡាយបាននៅជីវិតដែលលោកនិរាសប្រត់ប្រាស់ស្លាប់ចាកចោលគ្នានេះទៅក៏មិនមែនជាកំហុសរបស់ខ្ញុំកណាខ្ញុំមិនមែនជាកំហុសរបស់សាច់ញាតិមិនមែនជាកំហុសរបស់អតិថិអង្គណាទេតែជាការអស់ទៅត្រូវត្រួតត្រងជីវិតយើងឲ្យរស់បន្តទៅមានការជ្រេដោយវ័យមានការជ្រេដោយបុណ្យជាដែរមានសភាពយ៉ាងនេះទើបលោកទាំងឡាយក៏បីត្រេះរិះដោយឧបាយដ៏ល្អយ៉ាងនេះហើយទើបជារឿងដែលយើងទាំងអស់គ្នាក៏បីប្រឹងប្រែងធ្វើខ្លួនយើងឲ្យល្អផូរផង់ជាជាងទៅចាប់ទោសកំហុសអ្នកដទៃឬជាជាងទៅខ្វល់ខ្វាយអំពីសុខទុក្ខអ្នកដទៃកាលណាយើងប្រឹងពិនិត្យនិងចាប់ទោសរបស់ខ្លួនយើងទាំងឡាយរមែងកើតជាបុគ្គលបណ្ឌិតដោយមិនបាច់មានសញ្ញាបត្រទេពាក្យថាបណ្ឌិតក្នុងសាសនាមិនមែនតតែយើងរៀនចប់បានទទួលការគ្រប់គ្រងពីអ្នកដទៃណាទេតែបណ្ឌិតក្នុងសាសនាគឺជាសប្បុរសក្នុងសាសនាគឺជាអ្នកដែលចេះទូន្មានចេះស្គាល់អំពីទោសកំហុសរបស់ខ្លួនជាជាងធ្វើខ្លួនឲ្យមើលអំពីទោសកំហុសរបស់អ្នកដទៃអង្គុយមួយភ្នែកបើយើងមើលទោសកំហុសអ្នកដទៃម្លោះយើងឃើញរាប់មិនអស់តែយើងភ្លេចមើលទោសកំហុសរបស់ខ្លួនមិនដឹងថាខ្លួនឯងមានទោសកំហុសច្រើនប៉ុណ្ណាលោកទាំងឡាយគុណតម្លៃនៃវត្ថុមួយដែលសន្មត់ថាជាវត្ថុមានតម្លៃគឺជាវត្ថុដែលគេចង់បានអញ្ចឹងមនុស្សដែលជាមនុស្សមានតម្លៃគឺជាមនុស្សដែលគេត្រូវការហើយមនុស្សដែលគេត្រូវការគឺជាមនុស្សដែលនៅគុណធម៌ក្នុងខ្លួនគុណធម៌នោះត្រង់ទីនេះមិនសំដៅលើគុណធម៌ថ្នាក់លោកកតរវិស័យអ្វីនោះទេត្រឹមតែជាមនុស្សដែលមានចិត្តក្នុងលោកីយវិស័យតែជាមនុស្សមាននៅមេត្តាមាននៅករណាមាននៅមុទិតានិងឧបេក្ខាប្រកបដោយព្រហ្មវិហារធម៌ត្រង់នេះហើយជាគុណធម៌របស់មនុស្ស